Bà ở đây bọn nó kia ngày nay nhôm trong bà hai pi một nghìn muối bà hai chia à tê chôn cha đại cái phong pra cam thi bồ đây thì nô chí đại có chia ở phôi nị than bộ mà giờ nhôm update pi trán từ lờ hàng mát hàng pi pom pram rồi để po lúc rồi sầm nóng rồi có hàng ở số tham xây sơ bán update chỉ mùi nâng khang phôi nị than tập bất ở khang phôi nị thanคือkhang công càng như bồ đây thì nô chí bán update nơi ở một nghĩa email nồi đại dương ai đã bật chiếc QR code nó tộc nhíu hay nhíu có ai chờ scan chạy mớ mà nuôi bỏ hàng bàn phim tại mà đồn buồn nó khôngสมัยกาឆ្នាំ2025នេះគឺហាងទំនើបជាច្រើននៅទីក្រុងភ្នំពេញគឺគេចាប់ផ្ដើមអាប់ដេតទៅអ៊ីម៉ានុយឲ្យហើយគឺគេអត់សូវប្រើជាមួយនឹងម៉ានុយកដាស់ទៀតទេអញ្ចឹងសម្រាប់មុខងារមួយនេះគឺវាដំណើរការដូចនេះខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូនេះចឹងសម្រាប់ការ e-manoj នេះគឺយើងអាចដាក់បាននៅក្នុង QR code ឬក៏យើងអាចដាក់ link ទៅតាមរយៈ Facebook page យើងអាចផុសនៅក្នុង Facebook page ឬក៏មួយទៀតគឺយើងអាចដាក់ជា NSC ដែលយើងដាក់នៅក្នុងកាត NSC យើង touch នៅលើទូរស័ព្ទដៃគឺអាចចូលទៅមើលបានភ្លាមហើយដូចជាខ្ញុំបង្ហាញនៅក្នុងវីដេអូនេះគឺខ្ញុំប្រើកាត NSC មួយហើយខ្ញុំដាក់ជា QR code ហើយនឹងលក្ខណៈ sensor NAC sensor ដែលយើងអាច touch ប្រើទូរស័ព្ទទៅ touch ចូលទៅមើលម៉ានុយហ្នឹងតែម្ដងអញ្ចឹងថាតើម៉ានុយហ្នឹងដំណើរការដូចនេះខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូនេះបាទអញ្ចឹងសូមទស្សនាទាំងអស់គ្នាបាទជាដំបូងគឺយើងមានកាតមួយសន្លឹកនេះកាតឈើនេះខ្ញុំកាតឈើហើយខ្ញុំមានជា print ជា QR code នៅលើកាតហ្នឹងតែម្ដងហើយនៅក្នុងកាតហ្នឹងគឺជាប្រភេទ NSC អញ្ចឹងយើងគ្រាន់តែយកទូរស័ព្ទដៃយើង attach ទៅលើកាតហ្នឹងគឺវានឹងដំណើរការបើកទៅកាន់ម៉ានុយរបស់ហាងយើងតែម្ដងហើយនៅក្នុងហ្នឹងគឺយើងអាចចុចស្រួលគឺយើងអាចចូលមើលម៉ានុយផ្សេងអញ្ចឹងអតិថិជនគឺគាត់អាចចូលទៅមើលតម្លៃឬក៏ម៉ានុយដែលមាននៅក្នុងហាងទាំងអស់ហើយងាយស្រួលនៅក្នុងការចុចហើយម៉ានុយមួយនេះគឺជាម៉ានុយឆ្លាតវៃគឺវាអាចមិនមែនត្រឹមតែ ម៉ានុយទេគឺភ្ញៀវក៏អាចចុច order បានផងដែរហើយការ order នេះគឺបញ្ជូនទៅកាន់នៅកន្លែងគិតលុយ cashier គិតលុយឬក៏ក្រុមការងារនៅក្នុងហាងដែលគាត់អាចឆែកមើលហើយគាត់អាចមកផ្ទាបផ្ទាត់ជាមួយនឹងភ្ញៀវក៏បានដែរអញ្ចឹងសម្រាប់បងប្អូនដែលជាម្ចាស់ភោជនីយដ្ឋានដែលកំពុងប្រើប្រាស់កម្មវិធីបរិយា technology ហើយនឹងអ្នកដែលមានបំណងចាប់អារម្មណ៍ចង់បាននៅ e-manoj ហើយចង់ពិបាកស្វែងរកនៅកម្មវិធីដែលងាយស្រួលនៅក្នុងការគ្រប់គ្រងហាងគឺអាចតាក់ទងមកក្រុមការងារបរិយា technology បានហើយពិគ្រោះយោបល់ដែលឥតគិតថ្លៃអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា